ស្ដីបងប្អូនថ្ងៃនេះមិនណែនាំពីម្សៅលមៀតរបស់យើងញ៉ាំជាមួយទឹកដោះគោបងប្អូនសម្រាប់បងប្អូនដែលរដូវមកអត់ទៀងទាត់អីអាចញ៉ាំជាមួយទឹកដោះគោឆៅជាមួយនឹងម្សៅលមៀតរបស់យើងញ៉ាំជាមួយទឹកក្តៅក៏បានដែរបងប្អូនតែបើបានទឹកដោះគោឆៅល្អសម្រាប់មនុស្សចាស់អីអាយុចាស់នេះគឺញ៉ាំមួយទឹកដោះគោឆៅកាន់តែល្អបើអត់ទឹកដោះគោឆៅទេញ៉ាំមួយទឹកក្តៅជាងណាទឹកដោះគោឆៅយើងមកកំប៉ុងទៅទឹកដោះគោឆៅនេះខ្ញុំលក់សល់មកកំប៉ុងរបស់ថៃសៀមញ៉ាំទៅហើយទៅទឹកដោះគោឆៅនោះបងប្អូនដាក់ដោះគោឆៅម៉ូតអីភេទអីប្រទេសអីក៏បានដែរបងប្អូនហើយយើងដាក់ចូលមកហើយសម្រាប់បងប្អូនដែលគេអត់សូវលក់អីចឹងយើងអាចយកវាទៅកម្ដៅឲ្យក្តៅបងប្អូនពីចុងវីដេអូក្តៅហើយចាំយើងមកដាក់ម្សៅលមៀតញ៉ាំហើយយើងដាក់ម្សៅលមៀតហើយយើងញ៉ាំហើយយើងកូរមកហើយយើងញ៉ាំទៅបងប្អូនហើយម្សៅលមៀតហ្នឹងវាជួយទៅឲ្យរដូវយើងមកទៀងទាត់ណាសម្រាប់បងប្អូនមករដូវអត់សូវទៀងទាត់អីចឹងណាហើយជួយឲ្យសាច់យើងចាំភ្លឺថ្លាសាច់វាសស្អាតចេញពីខាងក្នុងមកបងប្អូនព្រោះវាជាធម្មជាតិបងប្អូនសម្រាប់មនុស្សចាស់គឺល្អខ្លាំងបំផុតពេលយប់ឡើងយើងគេអត់សូវលក់អីចឹងបងប្អូនអាចដាក់មកកៅមកគឺល្អហើយទឹកដោះគោឆៅយើងទុកបន្តិចមកខ្ញុំទុកបន្តិចតែទុកបិទជាមួយម្សៅលមៀតយើងអត្ថប្រយោជន៍វាល្អខ្លាំងមែនទែនម្សៅលមៀតយើងទុកទឹកដោះគោបន្តិចទៅយើងដាក់ម្សៅលមៀតកូរយើងលាបម៉ាស្សាមុខយើងបានទៀតល្អខ្លាំងមកកំប៉ុងតែ$5បងប្អូនធូរថ្លៃហើយញ៉ាំបានរាប់ខែមកកំប៉ុងហ្នឹងគឺល្អប្រើខ្លាំងមែនទែនម្សៅលមៀតហ្នឹងយើងយកទៅធ្វើអីផ្សេងក៏បានដែរយើងធ្វើដូចជាលក្ខអីចឹងណាយើងកុំប្រើលក្ខព្រោះលក្ខល្អចឹងណានេះសាច់ម្សៅល្អខ្លាំងបងប្អូនមកផងមកកំប៉ុងតែ$5ហើយញ៉ាំបានរាប់ខែល្អខ្លាំង